សូលគ្រូនឹងសួស្ដីមិត្តភក្តិទាំងគ្នាឬក៏បងប្អូនបងដែលកំពុងមើលវីដេអូនេះជាទីគោរពនិងជាទីរាប់អានខ្ញុំបានឈ្មោះបិជវរៈយុទ្ធខ្ញុំបានឈ្មោះបញ្ញាសាយើងទាំង4នាក់តំណាងឲ្យក្រុមទី2និងក្រុមទី3នៃក្លឹប ICT ឬក៏ហៅថាក្លឹប Ordino នៃវិទ្យាល័យត្រង់ដងកម្មវិធីសាលារៀនសម្រាប់ថ្មីហើយថ្ងៃនេះដែរយើងចង់មកបទបង្ហាញអំពីផលិតផលរបស់ក្រុមយើងដែលមានដូចជាឡានជាវាងឧបសគ្គនិងឡានផ្លូតអាគីភ័យដោយស្វ័យប្រវត្តិហើយឡានដូចគេភ័យហ្នឹងវាប្រើសន្សំនៃការចាប់យកកម្ដៅពីចម្ងាយក្នុងរយៈចម្ងាយប្រហែល10 សង់ទីម៉ែត្រនិង8 សង់ទីម៉ែត្រលោកគ្រូឡានយើងហើយចំណែកឯឡានជាឧបសគ្គនេះដែរវាដំណើរការដោយស្វ័យប្រវត្តិតែបើសិនបើមានអ្វីមួយរារាំងនៅក្នុងមុខវានោះវានឹងឈប់ហើយបដូរទៅដៃទៅរកទៅដៃថ្មីដែលមានឧបសគ្គវិញបាទអញ្ចឹងក្នុងប្រតិសិទ្ធិមួយយើងនេះគឺយើងអាចបង្កើតជា robot ពីរដែលអាចខាងនេះគឺរថយន្តជាឧបសគ្គហើយខាងនេះយើងឲ្យពីរគេភ័យថាអូនអាចតេស្តឲ្យគ្រូមើលតិចបានទេឬក៏ស្រាប់តែអត់ដោយថា sensor នេះវាចាប់ពន្លឺអង្គប្រាហើយពន្លឺប្រតិទយើងក៏មានពន្លឺអង្គប្រាដែរហើយនៅពេលវាដំណើរការទៅវាទាំងជាមួយនឹងពន្លឺប្រតិទដោយសារតែពន្លឺប្រតិទវាមានពន្លឺអង្គប្រាដែរអញ្ចឹងតើអូនអាចបង្ហាញអំពីដំណើរការនៃការដំណើរការរបស់ robot របស់យើងថាវាដំណើរការបែបម៉េចមុនដំបូងខ្សែនេះមុនដំបូងត្រូវដោតជាមួយនឹង power bank វាផ្ដល់កម្លាំងទៅដល់នេះហើយមកដុំ Arduino នេះវាផ្ដល់កម្លាំងជួយមក board នេះដើម្បីឲ្យ board នេះវាចែកចាយកម្លាំងឲ្យទៅ relay ហើយនឹងL128N ហើយ L128N នេះត្រូវការថ្មជំនួយទៀតដើម្បីឲ្យកង់ទាំង4នេះវិលហើយបើថ្មមួយគ្រាប់នេះត្រូវដល់កម្លាំងឲ្យ delay ដើម្បីឲ្យ delay ហ្នឹងវាមានភ្លើងចាប់នៅពេល sensor វាចាប់បានកម្ដៅ sensor នេះវាផ្ដល់ដំណឹងឲ្យ delay នេះវាវាយសំឡេងលើក្រឹកហើយវាផ្ដល់ដំណឹងឲ្យ servo នេះវាកាត់ទៅតាមកន្លែងដែលមានភ្លើងហើយមកអាម៉ាទ័រនេះក៏បូមទឹកប្រហែល50 second ទៅ25 second បាទអរគុណយ៉ាងណាការពារបច្ចេកវិទ្យាយើងនឹងត្រូវការចំណាយពេលយូរវាអូននៅការពារបច្ចេកវិទ្យាឡើងប្រហែល7 ខែអូនចាប់តាមធ្វើពីខែណាដែរតាំងពីដើមឆ្នាំរហូតដល់ចប់ប្រហែលសុងខែ7បាទបងអូនមានអីបន្ថែមទៀតឬក៏អស់ប៉ុណ្ណឹងហើយបាទតែគ្រូសូមអរគុណណាស់ដែលបានបង្ហាញពីនេះគ្រូ